សូមគោរពនឹងជម្រាបសួរខ្ញុំបាទឈ្មោះណនដារីគឺជាគ្រូបង្រៀនថ្នាក់ទី5នៅសាលាគួចប៊ីលីទូបេងស្ថិតនៅក្នុងស្រុកកំពង់សៀមខេត្តកំពង់ចាមដោយសារតែស្ថានភាពបច្ចុប្បន្នជំងឺ Covid-19 ពុំទាន់ស្ងប់ស្ងាត់នៅឡើយដូច្នេះគឺតម្រូវឲ្យបងប្អូនសិស្សានុសិស្សទាំងអស់សិក្សាពីចម្ងាយជាមួយនឹងលោកគ្រូបន្តទៀតតាមរយៈបណ្ដាញសង្គមដែលមានដូចជា Facebook របស់ក្រសួងអប់រំយុវជននិងកីឡា Page គ្រូ Cambodia YouTube និងតាមប្រព័ន្ធទូរទស្សន៍ដូចជាទូរទស្សន៍ប៉ុស្តិ៍តក2ទូរទស្សន៍ប៉ុស្តិ៍ Wiki TV និងទូរទស្សន៍ប៉ុស្តិ៍ខ្សែកាតជាច្រើនទៀតបាទដូច្នេះកូនៗទាំងអស់គ្នាកុំភ្លេចចូលរួមធ្វើអនាម័យជាប្រចាំដោយការលាងដៃជាមួយសាប៊ូឬក៏អាល់កុលឬក៏ជែលលាងដៃដើម្បីកម្ចាត់ពីមេរោគផ្សេងៗពិសេសនោះគឺជំងឺ Covid-19 បាទហើយកូនៗទាំងអស់គ្នាគឺត្រូវតែត្រៀមសម្ភារៈជាមួយលោកគ្រូដែលមានដូចជាសៀវភៅភាសាខ្មែរថ្នាក់ទី5ប៊ិចបន្ទាត់សៀវភៅសរសេរនិងសៀវភៅព្រាងជាដើមបាទអញ្ចឹងកូនៗទាំងអស់គ្នាអាចត្រៀមសម្ភារៈទាំងអស់នោះនៅលើតុទៅបាទបងប្អូនទាំងអស់គ្នាត្រៀមសម្ភារៈហើយឬនៅបាទលោកគ្រូសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងត្រៀមសម្ភារៈរួចរាល់បាទអញ្ចឹងថ្ងៃនេះយើងនឹងចូលមេរៀនរបស់យើងគឺមេរៀនភាសាខ្មែរថ្នាក់ទី5កូនៗទាំងអស់គ្នាបើកសៀវភៅទំព័រទី1ណាកូនណាបើកទំព័រទី1ហើយកូនឃើញរូបភាពអីខ្លះបាទនេះរូបភាពទី1គឺមេរៀនទំព័រទី1គឺមេរៀនទី1វីរៈជនឆ្នើមបាទវីរៈជនឆ្នើមអញ្ចឹងកូនៗអស់គ្នាមើលរូបទាំង4ទាំងអស់នេះគឺជាវីរៈជនឆ្នើមអញ្ចឹងវីរៈជនឆ្នើមហ្នឹងគឺមានន័យថាជនដែលមានស្នាដៃសម្រាប់ជាតិរបស់យើងបាទដូចជាព្រះនាងអន្តរទេវីគាត់មានស្នាដៃជាច្រើនដែលបន្សល់ទុករហូតមកដល់បច្ចុប្បន្នដូចជាសម្ដេចព្រះសង្ឃរាជនាថបាទកូនៗអស់គ្នាដូចជាភាសាខ្មែររបស់យើងគឺគាត់ចងក្រងមានន័យថាសម្ដេចសង្ឃយុណាតគាត់បានចងក្រងនៅសភៅបច្ចនានុក្រមជាតិខ្មែរយើងផងដែរដូចជារូបទី3បាទនេះគឺជាពលទាហានគឺគាត់មានតួនាទីក្នុងការការពារទឹកដីការពារទឹកដីរបស់យើងឲ្យប្រទេសរបស់យើងមានសុខសន្តិភាពចំណែករូបទី4ដូចជាលោកគ្រូអ្នកគ្រូក៏សុទ្ធតែជាវីរៈជនឆ្នើមផងដែរអញ្ចឹងដូច្នេះនៅក្នុងថ្ងៃនេះគឺយើងមេរៀនទី1គឺវីរៈជនឆ្នើមបាទអរគុណច្រើនកូនៗទាំងអស់គ្នាឥឡូវកូនៗទាំងអស់គ្នាក៏លេខមកមើលលោកគ្រូទាំងអស់គ្នាបាទឥឡូវកូនមើលទាំងអស់គ្នាថាលោកគ្រូកំពុងតែកាន់អ្វីហើយទាំងពីរហ្នឹងវាយ៉ាងម៉េចគ្នាឥឡូវកូនមើលទាំងពីរនេះគេហៅថាអីបាទគេហៅថាស្ពើទៅអត់កូនស្ពើអញ្ចឹងកូនមើលថាតើទាំងពីរហ្នឹងខុសគ្នាដូចម្ដេចកូនមើលបាទខាងនេះគឺពណ៌ក្រហមទៅអត់ខាងនេះគឺពណ៌បៃតងអញ្ចឹងពេលដែលកូនយកទាំងពីរមកដាក់ទឹមគ្នាកូនគិតថាពីរហ្នឹងខុសគ្នាហេតុអីបានកូនគិតថាខុសគ្នាដោយកូនទាំងយកទាំងពីរហ្នឹងទៅប្រៀបធៀបគ្នាទៅអត់កូនបាទនៅពេលដែលកូនទាំងអស់គ្នាទស្សនាទូរទស្សន៍សាច់រឿងនៅក្នុងសាច់រឿងតែងតែមានតួអង្គល្អនិងតួអង្គអាក្រក់អញ្ចឹងកូនគិតថាអូយតួអង្គនេះអាក្រក់អូតួអង្គនោះស្លូតពេកអញ្ចឹងកូនតែនិយាយអំពីចំណុចតួអង្គទាំងពីរអញ្ចឹងកូនគិតថាតើថ្ងៃនេះលោកគ្រូរៀនពីអ្វីទៅបាទអញ្ចឹងថ្ងៃនេះគឺលោកគ្រូរៀនពីមេរៀនបំណិនណាកូនណាគឺមេរៀនបំណិនតកតងជាមួយនឹងការប្រៀបធៀបតួអង្គដូចមិញលោកគ្រូឲ្យកូនមើលថាហ្វឺតវាពណ៌វាខុសគ្នាវាយ៉ាងម៉េចនឹងគ្នាកូនគិតថាខុសគ្នាអញ្ចឹងយកទៅធ្វើការប្រៀបធៀបគឺនៅក្នុងមេរៀនទំព័រទី2និងទំព័រទី3បាទកូនអាចបើកសភៅទំព័រទី2និងទំព័រទី3មកបាទនេះតកតងជាមួយនឹងបំណិនការប្រៀបធៀបតួអង្គនៅក្នុងសាច់រឿងគឺតែងតែមានតួអង្គអាចមានច្រើនឬក៏តិចតាមសាច់រឿងទៅអត់កូនអញ្ចឹងតួអង្គនីមួយៗតែងតែមានលក្ខណៈ
អាចจะខុសគ្នាខុសដាច់ពីគ្នាឬក៏ដូចគ្នាខ្លះអញ្ចឹងថ្ងៃនេះគឺលោកគ្រូចង់ឲ្យកូនទាំងអស់គ្នាចូលអានរឿងមួយតាក់ទងជាមួយនឹងនៅក្នុងឧទាហរណ៍របស់យើងគឺរឿងកល្យានមិត្តកូនស្គាល់ទេថាអ្វីទៅជាកល្យានមិត្តកល្យានមិត្តជាមិត្តយ៉ាងម៉េចគាត់អាចប្រាប់គ្រូបានទេថាកល្យានមិត្តជាមិត្តយ៉ាងដូចម្ដេចបាទកល្យានមិត្តគឺជាមិត្តល្អមិត្តដែលចេះជួយគ្នាក្នុងគ្រាលំបាកឬក៏គ្រាមានអាសន្នឥឡូវកូនសាកអានមើលថាតើនៅក្នុងសាច់រឿងរបស់យើងថាមានតួអង្គអីខ្លះហើយតួអង្គដែលជាកល្យានមិត្តនឹងគ្នាហ្នឹងគាត់បានធ្វើអ្វីខ្លះកូនអាចអាននៅក្នុងសភៅបណ្ដាទៅតោះឥឡូវកូនចាប់ផ្ដើមអានជាមួយលោកគ្រូរឿងកល្យានមិត្តសុខុមនិងសាវ័នជាកល្យានមិត្តរៀនថ្នាក់ជាមួយគ្នាសុខុមជាកូនអ្នកមានកេរមរតកដីស្រែច្រើនឯសាវ័នជាកូនកសិករមានវង្សត្រកូលល្អថ្ងៃមួយគ្រួសារសុខុមបានលក់ដីស្រែមួយចំនួនបានប្រាក់យ៉ាងច្រើនคล้ายជាអ្នកមានតាំងពីពេលនោះមកសុខុមមិនសូវនិយាយរាប់រកសាវ័នដូចមុនឡើយសាវ័នឃើញបែបនេះក៏មិនប្រកាន់ខឹងនឹងសុខុមដែរសាវ័ននៅតែខិតខំប្រឹងប្រែងរៀនសូត្រជាធម្មតាចំណែកសុខុមវិញតែងដើរលេងស៊ីចាយសប្បាយហឺហាកិច្ចវេះសាលារៀនជាញឹកញាប់គ្រួសារសុខុមលក់ដីស្រែជាបន្តបន្ទាប់រហូតដល់អស់កេរមរតកពីដូនតាមិនយូរប៉ុន្មានក៏អស់ប្រាក់ក៏អស់ដីក៏អស់អត់មានអ្វីទីពឹងទៀតឡើយសុខុមឈប់ចូលសាលារៀនហើយធ្លាក់ខ្លួនជាក្មេងប្រព្រឹត្តអំពើផ្ដេសផ្ដាសដែលសង្គមស្អប់ខ្ពើមថ្ងៃមួយសាវ័នបានជួបនឹងសុខុមដោយចៃដន្យសាវ័នភ្ញាក់ព្រឺតព្រោះនឹកស្មានមិនដល់ថាសុខុមមានសក់កន្ទ្រើងសំលៀកបំពាក់រយិរយាកដើរតាមចិញ្ចើមផ្លូវសាវ័នដើរទៅចាប់ដៃសុខុមហើយសួរនាំពីមូលហេតុដែលនាំឲ្យគេធ្លាក់ខ្លួនបែបនេះតែសុខុមព្យាយាមគេចពីសាវ័នព្យាយាមនិយាយណែនាំមិត្តឲ្យចូលរៀនហើយកែខ្លួនមកប្រព្រឹត្តអំពើល្អវិញសុខុមមានចិត្តរីករាយដោយសាវ័នមិនប្រកាន់ខឹងខ្លួនហើយក៏យល់ព្រមធ្វើតាមសាវ័នដែលជាកល្យានមិត្តតោះអត់កូនបាទអញ្ចឹងលោកគ្រូសូមអានឲ្យកូនម្ដងទៀតហើយកូនទាំងអស់គ្នាផ្ទៀងម្ដងទៀតដើម្បីធ្វើការប្រៀបធៀបតួអង្គតិចទេលោកគ្រូសួរឲ្យថាតើតួអង្គហ្នឹងទាំងពីរហ្នឹងគាត់ធ្វើអីខ្លះហើយកូនណាបាទតោះរឿងកល្យានមិត្តសុខុមនិងសាវ័នជាកល្យានមិត្តរៀនថ្នាក់ជាមួយគ្នាសុខុមជាកូនអ្នកមានកេរមរតកដីស្រែច្រើនឯសាវ័នជាកូនកសិករមានវង្សត្រកូលល្អថ្ងៃមួយគ្រួសារសុខុមបានលក់ដីស្រែមួយចំនួន
ban prạ dạng tràn khai chia nẹ miền tăng pi pel nu mớp sụ không mình sư nị dây rộp xà vốn đuôi một lòi xà vốn khơi bạc ní có mìnhប្រកាន់ខឹងនឹងសុខុមដែរសាវននៅតែខិតខំប្រឹងប្រែងរៀនសូត្រជាធម្មតាចំណែកសុខុមវិញតែងដើរលេងស៊ីចាយសប្បាយហឺហាកិច្ចវេះសាលារៀនជាញឹកញាប់គ្រួសារសុខុមលក់ដីស្រែជាបន្តបន្ទាប់រហូតដល់អស់គេមរតកពីដូនតាមិនយូរប៉ុន្មានក៏អស់ប្រាក់ក៏អស់ដីក៏អស់អត់មានអ្វីទីពឹងទៀតឡើយសុខុមឈប់ចូលសាលារៀនហើយធ្លាក់ខ្លួនជាក្មេងប្រព្រឹត្តអំពើផ្ដេសផ្ដាសដែលសង្គមស្អប់ខ្ពើមថ្ងៃមួយសាវនបានជួបនឹងសុខុមដោយចៃដន្យសាវនភ្ញាក់ព្រឺតព្រោះនឹកស្មានមិនដល់ថាសុខុមមានសក់កន្ទ្រើងសំលៀកបំពាក់រយិរយាដើរតាមចិញ្ចើមផ្លូវសាវនដើរទៅចាប់ដៃសុខុមហើយសួរនាំពីមូលហេតុដែលនាំឲ្យគេធ្លាក់ខ្លួនបែបនេះតែសុខុមជាយាមកិច្ចពីសាវនជាយាមនិយាយណែនាំមិត្តឲ្យចូលរៀនហើយកែខ្លួនមកប្រព្រឹត្តអំពើល្អវិញសុខុមមានចិត្តរីករាយដោយសាវនមិនប្រកាន់ខឹងខ្លួនហើយក៏យល់ព្រមធ្វើតាមសាវនដែលជាកល្យានមិត្តតោះអរគុណច្រើនអញ្ចឹងមិញកូនបានអានជាមួយលោកគ្រូហើយលោកគ្រូក៏បានអានឲ្យកូនស្ដាប់ដែរឥឡូវយើងមើលនៅក្នុងរឿងកល្យានមិត្តតើនៅក្នុងរឿងកល្យានមិត្តតើមានតួអង្គចំនួនប៉ុន្មានអ្នកតួអង្គម៉ាអ្នកកូនបាទតួអង្គចំនួន2នាក់គឺតួអង្គសាវននិងតួអង្គសុខុមបាទតាមរយៈសាច់រឿងនេះកូនអាចប្រៀបធៀបបានទេថាតើតួអង្គសាវននិងតួអង្គសុខុមគាត់បានធ្វើអីខ្លះមានន័យថាគាត់បានប្រព្រឹត្តអីខ្លះតើគាត់មានចំណុចណាខ្លះដែលគិតថាល្អហើយចំណុចណាខ្លះដែលកូនគិតថាអាក្រក់និយាយអំពីចរិតលក្ខណៈរបស់សាវននិងសុខុមកូនអានអត្ថបទហើយកូនអាចរកឲ្យលោកគ្រូបានទេថាតើសុខុមជាមនុស្សដូចម្ដេចសាវនជាមនុស្សដូចម្ដេចតោះឥឡូវកូនចាប់ដើមនេះសិនទៅអានហើយកូនរកចរិតលក្ខណៈរបស់សាវននិងសុខុមបាទតោះអរគុណច្រើនកូនទាំងអស់គ្នាឥឡូវកូនមើលរូបភាពនេះលោកគ្រូសូមយករូបភាពទាំងពីរនេះគឺសំដៅទៅលើតួអង្គណានេះគឺជាតួអង្គសាវនខាងលើតួអង្គសាវនឯខាងក្រោមគឺជាតួអង្គសុខុមតើតួអង្គសាវនកូនគិតថាគាត់ជាមនុស្សដូចម្ដេចសាវនណាអាចប្រាប់លោកគ្រូបានទេថាតើសាវនគាត់ជាតួអង្គជាមនុស្សដូចម្ដេចបាទសាវនគឺគាត់ជាមនុស្សល្អត្រូវអត់កូនដោយសារតែគ្រួសាររបស់គាត់នេះគេថាគ្រួសាររបស់គាត់ជាកូនកសិករដែលមានវង្សត្រកូលល្អក៏ប៉ុន្តែគាត់គឺជាមនុស្សមួយដែល
ខិតខំរៀនសូត្រហើយប្រព្រឹត្តអំពើល្អទៅអត់កូនអញ្ចឹងមានន័យថាសាវ័នគឺជាមនុស្សល្អគាត់ជាមនុស្សល្អហើយជាមនុស្សយ៉ាងម៉េចទេកូនជាមនុស្សល្អហើយជាមនុស្សម៉េចទៀតកូនអានឃ្លាមើលនេះសាវ័នជាមនុស្សម៉េចបាទសាវ័នគឺជាមនុស្សល្អហើយខិតខំប្រឹងប្រែងរៀនសូត្រខិតខំប្រឹងប្រែងរៀនសូត្រយ៉ាងម៉េចទៀតខិតខំប្រឹងប្រែងរៀនសូត្រមានចិត្តខឹងជាមួយនឹងសុខុមអត់ទេអញ្ចឹងមានន័យថាមានការអធ្យាស្រ័យណាមានការអធ្យាស្រ័យចុះគាត់មានចិត្តខឹងប្រកាន់ខឹងសុខុមដែលសុខុមមិនមើលខ្លួនថាជាកូនអ្នកក្រឬក៏យ៉ាងម៉េចទេបាទអត់ទេអញ្ចឹងគាត់ជាមនុស្សដែលមានអធ្យាស្រ័យហើយមួយទៀតគឺគាត់មានចិត្តទូលាយដែលគាត់អត់ខឹងមានថាចិត្តទូលាយហើយចុងក្រោយសាវ័នគាត់យ៉ាងម៉េចជាមួយនឹងសុខុមបាទសាវ័នគឺគាត់បានណែនាំអញ្ចឹងគាត់បានណែនាំសុខុមឲ្យដើរប្រព្រឹត្តអំពើល្អអញ្ចឹងមានន័យថាណែចេះណែនាំមិត្តឲ្យប្រព្រឹត្តអំពើល្អវិញដោយសារតែសុខុមគាត់ជាមនុស្សដែលកិច្ចសាលាជាមនុស្សដែលសង្គមស្អប់ខ្ពើមតែគាត់បានចេះណែនាំចុះបើតួអង្គសុខុមវិញមិញសវណ្ណហើយដល់សុខុមម្ដងគាត់ជាមនុស្សយ៉ាងម៉េចបាទសុខុមជាមនុស្សដូចសវណ្ណអត់មានចរិតយ៉ាងម៉េចបាទជាមនុស្សមានចរិតធ្លាប់ខ្លួនមានទ្រព្យសម្បត្តិហើយអត់សូវរាប់រងជាមួយមិត្តភ័ក្តិធ្វើរឹកពីអាហ្នឹងគេហៅមនុស្សដែលមានចរិតម៉េចបាទមានចរិតភ្លើតភ្លើនភ្លេចមិត្តភ័ក្តិឬក៏ឆ្លក់វង្វេងនិងទ្រព្យសម្បត្តិគាត់មានទ្រព្យច្រើនតែគាត់អត់គិតរៀនសូត្រគាត់យកទ្រព្យទាំងអស់ហ្នឹងទៅស៊ីចាយសបាយហឺហាអញ្ចឹងហីគឺវង្វេងនឹងទ្រព្យសម្បត្តិដោយការចូលចិត្តសបាយយ៉ាងម៉េចចូលចិត្តសបាយនៅក្នុងឃ្លាសាច់រឿងរបស់យើងណាគាត់ចូលចិត្តសបាយនេះគាត់ចូលចិត្តនេះដើរលេងសប្បាយស៊ីចាយហឺហាអញ្ចឹងគាត់ជាមនុស្សបែបហ្នឹងទ្របចូលចិត្តដើរលេងស៊ីចាយមានតែយកទ្របទាំងអស់ហ្នឹងគាត់យកទៅដើរលេងស៊ីចាយហើយសប្បាយហឺហាអត់គិតរៀនសូត្រទេសប្បាយហឺហាមិនគិតរៀនសូត្រតែចុងក្រោយគាត់យ៉ាងម៉េចទៀតសបាយហឺហាហើយចុងក្រោយគាត់ធ្លាក់ខ្លួនទៅអត់បាទ
trong khá cứ quạt lẹ luôn bàn tay nó về để quạt lẹ luôn nụ miên là na tôi chui các bạn bà từ miên mật cứ xả vón tôi chui các bạn con cái thà ta xả vón tôi chui quạt bài nè chẳng về để quạt xả vón có chui nữa ta sẽ không quạtอย่าง bà tôi bảo lái quạt mẹ làm tha hiện yên không mặc cho môi nên xà vòn có bàn tay thiệt bật ở bạc quạt cứ quạt che cái luôn chẳng mi này tha ở trong cào ở tai trong cào tai trong cào quạt che bà che cái luôn đằng đằng nơi cầm ho là bạc quạt đằng 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 nơi cầm ho máuประพฤติอำเภอbàមកប្រព្រឹត្តអំពើល្អវិញអរគុណច្រើនកូនៗទាំងអស់គ្នាបាទនេះគឺជាលក្ខណៈតួអង្គចរិតលក្ខណៈរបស់តួអង្គថាតួអង្គសវណ្ណនិងសុខុមដោយសារតែសាច់រឿងរបស់យើងគឺមានតួអង្គតែចំនួន2នាក់ទេបាទអញ្ចឹងកូនៗទាំងអស់គ្នាអាចអានទៅលើប្រៀបធៀបនៃចរិតលក្ខណៈរបស់តួអង្គសុខុមនិងតួអង្គសវណ្ណឡើងវិញម្ដងទៀតតោះអញ្ចឹងសវណ្ណគឺជាមនុស្សខិតខំប្រឹងប្រែងរៀនសូត្រមានអធ្យាស្រ័យចិត្តទូលាយចេះណែនាំមិត្តឲ្យប្រព្រឹត្តអំពើល្អសុខុមជាមនុស្សមានចរិតភ្លើតភ្លើនឆ្លក់វង្វេងនិងទ្រព្យសម្បត្តិចូលចិត្តដើរលេងស៊ីចាយសប្បាយហឺហាមិនគិតរៀនសូត្រតែចុងក្រោយគាត់ចេះកែខ្លួនដឹងនៅកំហុសមកដឹងនៅកំហុសមកប្រព្រឹត្តអំពើល្អវិញបាទចុងក្រោយកូនគិតថាតាអ្វីទៅជាការប្រៀបធៀបយកមកទៅប្រៀបធៀបគ្នាកូនតើម៉ានមួយអាចប្រៀបធៀបបានទេអត់ទេតើតែ2ទៅអត់2ឡើងទៅអញ្ចឹងកូនគិតថាតើការប្រៀបធៀបតួអង្គហ្នឹងគេប្រៀបធៀបយ៉ាងម៉េចគេយកអ្វីខ្លះទៅប្រៀបធៀបកូនអាចទេនិយមន័យឬក៏បញ្ញត្តិឲ្យលោកគ្រូបានទេថាអ្វីទៅជាការប្រៀបធៀបតួអង្គយើងសំដៅទៅលើអ្នកសម្ដែងនៅក្នុងសាច់រឿងតួនៅក្នុងរឿងថាអ្វីជាការប្រៀបធៀបតួអង្គតើយើងប្រៀបធៀបទៅលើអីខ្លះតាមរយៈសាច់រឿងយើងអាចប្រៀបធៀបទៅលើអីខ្លះនេះចរិតត្រូវអត់ចរិតលក្ខណៈរបស់តួអង្គគឺល្អតែតួអង្គនេះយ៉ាងម៉េចអាក្រក់អញ្ចឹងមានន័យថាគេប្រៀបធៀបចរិតលក្ខណៈរបស់តួអង្គល្អអាក្រក់ហើយយ៉ាងម៉េចទៀតចុះនៅក្នុងសាច់រឿងខ្លះតួអង្គមានកាចស្លូតត្រូវគេធ្វើបាបបាទយំសោកអាហ្នឹងយ៉ាងម៉េចដែរបាទមានថាល្អអាក្រក់កាចស្លូតហើយយ៉ាងម៉េចទៀតបាទការប្រព្រឹត្តអំពើខូខើតែគេផ្ដោតសំខាន់ទៅលើអីខ្លះយើងនឹងទាញយកបញ្ញាទាំងអស់គ្នាបាទឥឡូវយើងមើលបញ្ញាទាំងអស់គ្នាតោះគេថាការប្រៀបធៀបតួអង្គគឺជាការបង្ហាញលក្ខណៈល្អអាក្រក់ស្លូតកាចដោយ
đau từ lơ rút sầm bạt rút riêng hàng kráo chả rất lẹ cả nạ này hàng nóng chả lẹ cả nạ mình là slow cài ấy nắng sẽ cam một phép rồi bỏ tu ong hạt táo tu ong quạt bật bật dạng mày khla đầu tiết cá priệp thiệp tu ong cứ chỉ cá bằng hai lẹ cả nạ là ó à krá slow cá đau từ lơ rút sầm bạt chả rất lẹ cả nạ sẽ cam một phép rồi bỏ tu ongลูกครูส่งไปเจียบดองตีนะก่อนนะในขนมการเปรียบเทียบนี้คือเกณฑ์อะไรนี่จะทาเอาแต่เลอรูปสัมบัติจังมีในทาในภายขังกระไรระบาดตุอ่างกวาดอย่างไม่จิมรูอย่างไม่รูปเรียงอย่างไม่จะรักและคณะภายขังขนมกวาดอาจีสโลดกาดละออักระหรือก็อย่างไม่บ่าจะรักมีในทาจะรักและคณะระบาดกวาดเราไปสกรรมเพียบระบาดตุอ่างทาตาตุอ่างปัดเผยขลังโดยตุอ่างสคอมนั่งตุอ่างสวรรค์จังตุอ่างสคอมสกรรมเพียบบอกวัดคือมีนะฮะกอดอัดกึศเรียนโซได้กอดกึศแต่ดาวเลยสบายหือห้านี่คือจิตสกรรมเพียบโดยไล่จำนายตัวอังสวรรค์ไว้จิตไม่ได้ขัดข้ามเรียนโซดกึศปีกาเรียนโซดแต่จงกล้าตัวอังสวรรค์คือตัวบานจุกใจทางการศึกษาแต่สุขมก็กอดจะกายคลุนอันนั้นให้คือจิตสกรรมเพียบบอกตัวอังตอนนี้บ่าเอาคนฉลาดดับเบิลไปเชี่ยแต่เลยการโยนดังระบอบองค์ออกนี้คือลูกครูก็มีลมหัดมวยได้บ่าคือลมหัดแตะตรงจมูกนังเรื่องเมงก่อมเปรี้ยก้นอาจบางสิบเท่าต่ำปอติใบบ่าต่ำปอติใบเรื่องเมงก่อมเปรี้ยก้นโจอ่านเรื่องเมงก่อมเปรี้ยรู้เพื่อการเปรียบเทียบตัวอ้องนัดนั้นนั่งกลุ่มนัดคนเปรียบเทียบตัวอ่อนแต่งปีถ้าตัวอ่อนแต่งปีเนี่ยวิเคราะห์นี่อย่างไม่ดูจะไว้ได้ลูกครูบานเฟอร์ต่อลูกครูสมบัติขังนี้บ่าต่อบ่าเรื่องเมงก่อมเปรี้ยมีนโบราณปูไม้มันเนี้ยประกอบระบอจรลุ่นำสมโต๊ะประกอบระบอจรลุ่อมบอโบราณนู้รุ่นเนยจิมวยโกนเปล่ามันเนี้ยหนึ่งขโมยก่อมเปรี้ยมันเนี้ยโกนเปล่าระบอกวัดชมูนั้น aiขโมยเปล่าชมูกลุ่มนัดรอเปลบรอนูเลียเละจรลุ่อมบอก็ตายหายนั้นนั่งกลุ่มนัดเมาขบายดำใบช่วยหดนี้หดนูอ่อยกวัดเชื่อเลยนั่นตายดอกซาถ่าระวเรียนโซดหรือเฟอร์นี้เฟอร์นูจินนัดป้อนแต่เก๊กtự đa lên chia muối mật phẹ tự vinh ở bốc nấn lư thà côn chọp rầu vốn có mình sơ hai rầu tề ai cùng nịch vinh liệt pê tùng nê pika riêng ở pika sắc xá kế tay chui ở bốc mìa hai ban vô ở bốc mìa hai ban vô cho bác pi rụp muốn nông ca lia lẹ nâng rầu biếp cho rầu lũ ẩm bò ngay mũi bồ rót nô miên trồng ngư ngôn hai lia cha lục tới trao men chẳng phí ao nơi còn prìa đôi bằng so tục pra ca tai bằng tết bằng túi bằng nọ cùng nứt prap nền thả
dương miền prạ so tích tuổi nè dương cua pro co pro bo cho rồi lụa ẩm bó ní bắn to tới tiết tớp a chân trong chỉ vật bàn nấn pro cài thả phơ mình cà tê prua kê mình chả sọ bê nụ cùng nứt prap nấn thả luôn kê che chăm nâng a phơ cạch ca tàng ó nụ bán kroan tai mình toan pro sop còn nọ nấn có dul prom hai prang prai phơ ca nghĩa tăngពីពេលនោះមករហូតដល់បានសម្រេចលោកគ្រូឲ្យកូនទាំងអស់គ្នាគឺគេឲ្យយើងប្រៀបធៀបតួអង្គនិននិងគំនិតបាទតួអង្គនិននិងគំនិតថាតើតួអង្គទាំងពីរគាត់ជាមនុស្សដូចម្តេចខ្លះបាទតើកូនចាប់ផ្ដើមមើលកូនអានហើយកូនអាចសរសេរលោកគ្រូថាតើនិនគាត់ជាមនុស្សយ៉ាងម៉េចហើយនិតគំនិតជាមនុស្សយ៉ាងម៉េចបាទប្រៀបធៀបតួអង្គនិននិងគំនិតដើម្បីប្រៀបធៀបបានកូនសង្កេតទៅលើបញ្ញត្តិរបស់យើងគេថាការប្រៀបធៀបតួអង្គគឺជាការបង្ហាញលក្ខណៈល្អអាក្រក់ស្លូតកាចឬក៏គេសំដៅទៅលើរូបសម្បត្តិលក្ខណៈសម្បត្តិសកម្មភាពរបស់តួអង្គអញ្ចឹងកូនគិតថាតើតួអង្គនិននិងគំនិតគាត់មានចរិតយ៉ាងម៉េចខ្លះកូនអាចសរសេរនិនមួយគំនិតមួយអញ្ចឹងមានថាគាត់ប្រៀបធៀបគ្នាគេយកទៅប្រៀបធៀបតើកូនចាប់ដើមអនុវត្តមើលកូនអាចឆ្លើយលោកគ្រូបានហើយថាតើនិននិងគំនិតអត់មានចរិតបែបណាលោកគ្រូទុកពេលឲ្យកូន2នាទីដើម្បីគិតជាយាមគិតថាតើតួអង្គទាំងពីរហ្នឹងវាយ៉ាងម៉េចខ្លះចរិតយ៉ាងម៉េចខ្លះតោះអរគុណច្រើនអញ្ចឹងយើងចាប់ផ្ដើមទៅមើលចម្លើយរបស់យើងចម្លើយរបស់កូនទាំងអស់គ្នាថាតើកូនអ្វីដែលកូនបានគិតជាមួយនឹងលោកគ្រូគាត់ត្រឹមត្រូវដូចគ្នាដែរឬទេឬក៏ខុសគ្នាតែវាមិនអាចដូចគ្នាទាំងស្រុងទេវាអាចខុសគ្នាបន្តិចបន្តួចប៉ុន្តែឲ្យសំខាន់ឲ្យតែកូនឆ្លើយត្រូវបាទតើឥឡូវកូនមើលចម្លើយបាទនេះជាចម្លើយនៃការប្រៀបធៀបតួអង្គនិននិងគំនិតតាមរយៈការអាននៅសាច់រឿងគឺយើងអាចប្រៀបធៀបនិនបានថានិនគឺជាមនុស្សដែលខ្ជិលនិនជានរណាគាត់ជាកូនរបស់បរិសនោះឬក៏ជាក្មួយរបស់បរិសនោះបាទជាកូនអញ្ចឹងនិនជាកូនដែលជាមនុស្សខ្ជិល
ជួយការងារឪពុកមានថាគាត់ខ្ជិលជួយការងារឪពុកគិតទៅដើរលេងអត់ប្រយោជន៍បាទជាមួយមិត្តភ័ក្តិតែនៅពេលដែលអត់ពីឪពុកគឺគេចេះកែខ្លួនមកប្រឹងប្រែងធ្វើការវិញដល់ពេលគំនិតវិញគំនិតជាក្មួយគឺគាត់ជាមនុស្សដែលខិតខំរៀនសូត្រនិងឆ្លៀតពេលទំនេរពីការរៀនហ្នឹងមកចេះជួយការងារឪពុកមាគឺមានន័យថាជាពូឬក៏ជាអ៊ំរៀនពីការងារនៅក្នុងផ្ទះមានន័យថាគាត់ជួយឲ្យគាត់បានរៀនពីការងារហ្នឹងទៀតហើយនឹងចេះកែប្រែបងប្អូនដោយសារគាត់បានទៅកែប្រែនិនជាបងប្អូនហ្នឹងឲ្យដើរមកផ្លូវល្អវិញដោយសារតែនិនគាត់ជាមនុស្សដែលគិតទៅដើរលេងតែគំនិតគាត់បានកែនិនដែលពីការដើរលេងនោះក្រៅពីការអត់ពីឪពុកមកជួយធ្វើកិច្ចការរបស់ខ្លួនវិញអញ្ចឹងគាត់បានមកប្រព្រឹត្តអំពើល្អវិញតើណាអញ្ចឹងលោកគ្រូសង្ឃឹមថាកូនៗអរគ្នាអាចឆ្លើយត្រូវឬក៏អាចស្តៀងឬក៏អាចដូចលោកគ្រូតែម្ដងតែបើសិនជាកូនអាចឆ្លើយផ្សេងពីលោកគ្រូតែសំខាន់ឲ្យតែមានន័យត្រូវជាមួយនឹងសាច់រឿងរបស់យើងតើណាបាទអរគុណច្រើនបាទអញ្ចឹងកូនៗអរគ្នាអាចយល់ច្បាស់ហើយពីមេរៀនការប្រៀបធៀបតួអង្គអញ្ចឹងដើម្បីផ្ទៀងផ្ទាត់ថាកូនៗអរគ្នាបានចេះដឹងកម្រិតណាលោកគ្រូសូមសួរកូនបន្តិចថាតើអ្វីទៅជាការប្រៀបធៀបតួអង្គអ្វីទៅជាការប្រៀបធៀបតួអង្គបាទអរគុណការប្រៀបធៀបតួអង្គគឺជាការបង្ហាញលក្ខណៈឬក៏ការប្រៀបធៀបទៅលើលក្ខណៈរបស់តួអង្គដូចជាល្អអាក្រក់ស្លូតកាចដោយផ្ដោតទៅលើចរិតលក្ខណៈបាទរូបសម្បត្តិនិងសកម្មភាពរបស់តួអង្គនៅក្នុងសាច់រឿងបាទអរគុណច្រើនអញ្ចឹងដើម្បីបញ្ជាក់ការយល់ដឹងរបស់កូនកាន់តែច្បាស់គឺលោកគ្រូគឺមានកិច្ចការផ្ទះតែលោកគ្រូអត់សរសេរទេគឺកូនទាំងអស់គ្នាទៅផ្ទះវិញចូលកូនទាំងអស់គ្នាប្រៀបធៀបបាទប្រៀបធៀបតួអង្គឬក៏នរណាក៏បានដែរ2នាក់អាចកូនប្រៀបធៀបមិត្តភ័ក្តិរបស់កូនឧទាហរណ៍មិត្តភ័ក្តិឧទាហរណ៍តែឈ្មោះរំដួលជាមួយនឹងនីកាតើទាំង2នាក់ហ្នឹងគាត់ជាមនុស្សយ៉ាងម៉េចគាត់អាចយកទាំង2នាក់ហ្នឹងមកប្រៀបធៀបគ្នាឬក៏អត់អញ្ចឹងទេកូនអាចប្រៀបធៀបនរណាក៏បានដែរដូចជាឪពុកជាមួយនឹងម្ដាយរបស់យើងឬក៏ឪពុកយើងជាមួយនឹងអ៊ំរបស់យើងជាមួយពូរបស់យើងឬក៏ជាមួយអ្នកណាផ្សេងទៀតឲ្យបាន2នាក់មានថាយក2នាក់នោះប្រៀបធៀបគ្នាហើយកូនសរសេរថាឧទាហរណ៍ថាកូនប្រៀបធៀបឪពុកជាមួយនឹងអ៊ំតើឪពុកយើងជាមនុស្សយ៉ាងម៉េចមួយទៀតអ៊ំជាមនុស្សយ៉ាងម៉េចកូនអាចសរសេរទាំងពីរហ្នឹងនេះហើយគឺជាការប្រៀបធៀបទៅលើលក្ខណៈល្អនិងអាក្រក់បាទពេលខ្លះនៅក្នុងសាច់រឿងក៏មិនមែនមានតែតួអង្គអាក្រក់សុទ្ធដែរហើយក៏មិនមែនមានតួអង្គល្អទាំងអស់ដែរមានល្អមានអាក្រក់លាយគ្នាបាទអញ្ចឹងយល់ពីកិច្ចការផ្ទះរបស់កូនទេបាទលោកគ្រូសង្ឃឹមថាកូនៗអរគ្នានឹងអាចធ្វើកិច្ចការផ្ទះនេះបានតាមរយៈការសង្កេតផ្ទាល់របស់កូនដែលនៅជាមួយនៅក្នុងមជ្ឈដ្ឋានរបស់កូនបាទអរគុណច្រើនដូច្នេះមេរៀនរបស់លោកគ្រូនៅពេលនេះលោកគ្រូសូមបញ្ចប់គឺមេរៀនភាសាខ្មែរថ្នាក់ទី5ទំព័រទី2និងទី3មេរៀនទី1វីរៈជនឆ្នើមបំណិនការប្រៀបធៀបតួអង្គលោកគ្រូសូមបញ្ចប់តែមុនបញ្ចប់គឺលោកគ្រូមានបណ្ដាំផ្ញើទៅដល់កូនៗអរគ្នាបាទកូនៗអរគ្នាកុំភ្លេចខិតខំរៀនសូត្របន្ថែមបាទកូនៗអាចរៀនតាមរយៈស្រាវជ្រាវមេរៀនច្រើនណាស់តាមរយៈប្រព័ន្ធអ៊ីនធឺណិតក្នុង Facebook ឬក៏ YouTube ជាដើមហើយកូនកុំភ្លេចបាទលាងសម្អាតដៃជាប្រចាំដោយជាមួយនឹងសាប៊ូអាល់កុលឬក៏ជែលលាងដៃដើម្បីកម្ចាត់ពីមេរោគផ្សេងពិសេសនោះគឺមេរោគ COVID-19 ហើយមួយវិញទៀតកូនបាទពេលដែលកូនចេញទៅក្រៅកូនកុំភ្លេចពាក់ម៉ាស់ឬក៏រក្សាគម្លាតបាទគម្លាតទៅឆ្ងាយពីគ្នាតែបើកូនគ្មានភារកិច្ចចាំបាច់ទេកូនកុំចេញពីផ្ទះបាទអញ្ចឹងការបង្រៀនរបស់លោកគ្រូសូមចប់តែប៉ុណ្ណេះបាទសូមអរគុណ